Chắc ban đăng pi à cầm băng một sợiរបស់ខ្លួនដោយចៃដន្យមិត្តស្រីរបស់គេដែលជាធម្មតាជាមនុស្សមិនសូវនិយាយស្ដីហើយនាងកំពុងតែងូតទឹកនៅក្នុងអាងទឹកក្តៅយ៉ាងស្ងប់ស្ងាត់តែម្នាក់ឯងដើម្បីជៀសវាងធ្វើឲ្យលីសាដែលជាមិត្តស្រីរបស់ខ្លួនមានភាពអៀនខ្មាស់គេក៏បានដើរថយក្រោយយ៉ាងលឿនដោយធ្វើពុតជាមិនបានដឹងអ្វីទាំងអស់ប៉ុន្តែគេមិនអាចទប់ចិត្តមិនឲ្យឆ្ងល់បានឡើយហេតុអ្វីបានជានាងមិនមករកគេប្រសិនបើនាងមានតម្រូវការបែបនេះដោយគ្មានជំរឿផ្សេងគេក៏បានងាកក្រោយហើយដើរចេញទៅទោះជាយ៉ាងណាមិនយូរប៉ុន្មានបេះដូងរបស់គេក៏ចាប់ផ្ដើមលោតញាប់ម្ដងទៀតនៅពេលដែលអេនណាដែលជាមិត្តរួមបន្ទប់បានដើរសម្ដៅមករកគេដោយមានតែកន្សែងពូកគោមួយរុំជុំវិញខ្លួនប៉ុណ្ណោះនាងបានសុំឲ្យចែកជួយរកខោក្នុងឲ្យនាងហើយមិនបានគិតអ្វីច្រើនគេក៏យល់ព្រមប៉ុន្តែនៅពេលដែលគេបើកវ៉ាលីរបស់អេនណាអ្វីដែលគេបានឃើញនៅខាងក្នុងធ្វើឲ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគេបានរក្សាភាពស្ងៀមស្ងាត់ហើយយកខោក្នុងនោះចេញមកដោយឃើញថាចែកមិនមានប្រតិកម្មអ្វីអេនណាក៏បានបន្តផ្លាស់សម្លៀកបំពាក់នៅចំពោះមុខគេតែម្ដងចែកបានចាក់ចេញពីបន្ទប់ភ្លាមព្រោះគេមិនចង់ក្បត់មិត្តស្រីរបស់ខ្លួនឡើយដោយបានដឹងថាផែនការរបស់ខ្លួនបរាជ័យអេនណាក៏បានទៅរកលីសាដែលជាមិត្តស្រីរបស់ចែកហើយបានភូតកុហកថាចែកបានលួចមើលនាងកំពុងផ្លាស់សម្លៀកបំពាក់លីសាមិនបាននិយាយអ្វីឡើយប៉ុន្តែនាងចាប់ផ្ដើមមានការសង្ស័យនៅក្នុងចិត្តរបស់នាងបន្តិចបន្តួចល្បិចកលរបស់អេនណាមិនទាន់ចាប់ត្រឹមនេះទេបន្ទាប់មកនាងក៏បានឲ្យម៉ាកដែលជាសង្សាររបស់នាងទៅបញ្ចុះបញ្ចូលលីសាម៉ាកបានប្រាប់នាងថាចែកគឺជាមនុស្សដែលមិនគួរឲ្យទុកចិត្តដោយអះអាងថាចែកបានប្រាប់អាកំបាំងទាំងអស់របស់លីសាឲ្យគេបានដឹងរួមទាំងរឿងនៅក្នុងអាងទឹកក្តៅផងដែរដំបូងឡើយលីសាមិនជឿនោះទេប៉ុន្តែមានតែចែកម្នាក់គត់ដែលដឹងពីរឿងដែលនាងនៅក្នុងអាងទឹកក្តៅលើសពីនេះទៅទៀតម៉ាកបានអះអាងថាចែកមានបំណងមិនល្អចំពោះសង្សាររបស់ខ្លួនទៀតផងរឿងនេះបានធ្វើឲ្យការសម្រេចចិត្តរបស់លីសាចាប់ផ្ដើមច្របូកច្របល់ក្រោមការញុះញង់ឥតឈប់ឥតឈររបស់ម៉ាកទីបំផុតនាងក៏បានជឿរកពាក្យសម្ដីរបស់គេហើយអ្នកទាំងពីរក៏បានប្រព្រឹត្តខុសសីលធម៌ជាមួយគ្នានៅក្នុងឡានទន្ទឹមនឹងនោះនៅក្នុងបន្ទប់វិញអេនណាក៏បានព្យាយាមលបួងចែកដូចគ្នាប៉ុន្តែខុសពីមិត្តស្រីរបស់គេចែកមិនជឿលើការញុះញង់របស់អេនណាឡើយហើយបានបដិសេធរាល់ការលួងលោមរបស់នាងនៅពេលដែលលីសានិងម៉ាកត្រឡប់មកវិញមេឃក៏ជិតងងឹតទៅហើយចែកបានសួរដេញដោលចង់ដឹងថាហេតុអ្វីបានជានាងបាត់ទៅយូរម្ល៉េះប៉ុន្តែលីសាដែលត្រូវបានម៉ាកលួងលោមបានសម្រេចរួចទៅហើយនោះនាងមិនមានចំណាប់អារម្មណ៍ក្នុងការឆ្លើយតបឡើយអ្នកទាំងពីរបានធ្លាក់ចូលក្នុងអន្ទាក់របស់អានណាហើយនិងម៉ាកយ៉ាងជ្រៅទៅហើយដោយចង់បញ្ជាក់ថាតើចែកពិតជាបានក្បត់នាងមែនឬអត់លីសាក៏បានទៅសួរអេនណាដោយផ្ទាល់អេនណាបានភូតកុហកហើយអះអាងថាចែកបានបង្ខំរំលោភបំពានលើរូបនាងរឿងនេះបានធ្វើឲ្យលីសាធ្លាក់ក្នុងភាពអស់សង្ឃឹមយ៉ាងខ្លាំងដោយឆ្លៀតឱកាសនោះអេនណាបានយកស្ករគ្រាប់មួយគ្រាប់ចេញមកហើយប្រាប់លីសាថាវានឹងធ្វើឲ្យរត់ទុកកង្វល់របស់នាងរលាយបាត់អស់នៅពេលដែលឥទ្ធិពលថ្នាំចាប់ផ្ដើមជ្រាបចូលអេនណាក៏បានអូសលីសាចេញទៅខាងក្រៅអ្នកទាំងពីរបានលោតចូលទៅក្នុងអាងហែលទឹកហើយចាប់ផ្ដើមសប្បាយយ៉ាងខ្លាំងក្លាភ្លាមនោះជើងរបស់លីសាក៏បានប៉ះនឹងអ្វីម្យ៉ាងដែលចម្លែកនៅខាងក្រោមទឹក